ទេអញ្ចឹងវាសំដៅទៅលើទូទៅទាំងអស់អញ្ចឹងយើងនឹងកលេចមកឧទាហរណ៍ I need a pen អញ្ចឹងមានន័យថាខ្ញុំត្រូវការប៊ិចម្ដងអញ្ចឹងប៊ិចម្ដងនោះយើងមិនប្រកាសជាក់លាក់ថាសំដៅទៅលើប៊ិចពណ៌ក្រហមពណ៌ខៀវប៊ិចប្រភេទអីឲ្យតែប៊ិចគឺយើងត្រូវការទាំងអស់សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់សាលា Enhance ថ្ងៃហ្នឹង teacher នឹងបរិញ្ញាអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ articleនិង the អញ្ចឹងដំបូងយើងត្រូវចាំថា យើងផៅជាមួយនឹង vowel sound អញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ហើយថា vowel sound ហ្នឹងអីគេអញ្ចឹង vowel sound ហ្នឹងមានដូចជា a e i o u អញ្ចឹងយើងនឹងកលេចមកមើលយើងផៅជាមួយនឹង consonant sound អញ្ចឹង consonant sound គឺជា sound ទាំងឡាយណាដែលយើងដក vowel sound ចេញឥឡូវយើងនឹងមកកលេចមកមើលការប្រើប្រាស់របស់ និង ទី1 we use and with singular countable noun in general អញ្ចឹងន័យថាយើងប្រើ និង ហ្នឹងជាមួយនឹងនាមដែលអាចរកបានហើយវាមានចំនួនតែមួយទេហើយវាទូទៅអញ្ចឹងវាទូទៅមិនទូទៅហ្នឹងមានន័យថាវាមិនសំដៅទៅលើអីមួយឬក៏កម្មសិទ្ធិរបស់នរណាម្នាក់ទេអញ្ចឹងវាសំដៅទៅលើទូទៅទាំងអស់អញ្ចឹងយើងនឹងកលេចមកឧទាហរណ៍ I need a pen អញ្ចឹងមានន័យថាខ្ញុំត្រូវការប៊ិចម្ដងអញ្ចឹងប៊ិចម្ដងហ្នឹងយើងមិនប្រកាសជាក់លាក់ថាសំដៅទៅលើប៊ិចពណ៌ក្រហមពណ៌ខៀវប៊ិចប្រភេទអីឲ្យតែប៊ិចគឺយើងត្រូវការទាំងអស់ example ទី2 do you have a pen អាហ្នឹងស្តៀងគ្នាដែរតើអ្នកមានប៊ិចអត់អញ្ចឹងប៊ិចហ្នឹងយើងរកវាថាប៊ិចប្រភេទណាក៏បានដែរឲ្យតែវាជាប៊ិចការប្រើប្រាស់ទី2អញ្ចឹង when speaking about someone job អញ្ចឹងទៅពេលយើងការប្រើប្រាស់ទី2ហ្នឹងយើងប្រើប្រាស់សំដៅទៅលើបង្ហាញប្រើប្រាស់សម្រាប់បង្ហាញពីការងាររបស់នរណាគេម្នាក់អញ្ចឹងឲ្យតែយើងនិយាយពីការងារយើងប្រើឧទាហរណ៍ example I am a teacher you are an engineer អញ្ចឹងមានន័យថាខ្ញុំគឺជាគ្រូបង្រៀនអ្នកគឺជាវិស្វករការប្រើប្រាស់ទី3 introduce something for the first time អញ្ចឹងមានន័យថាពេលដែលយើងណែនាំអីជាលើកដំបូងយើងត្រូវប្រើឧទាហរណ៍ I saw a kid eating an ice cream with her mother អញ្ចឹងមានន័យថាយើងប្រើ a kid an ice cream មានន័យថាយើងឃើញកូនហ្នឹងឃើញក្រែមហ្នឹងជាលើកដំបូងអញ្ចឹងមានន័យថាខ្ញុំបានឃើញក្មេងកំពុងញ៉ាំក្រែមជាមួយម្ដាយរបស់គាត់អញ្ចឹងអាហ្នឹងយើងឃើញលើកដំបូងទាំងអស់វីដេអូរបស់យើងមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាច comment បាន